សួស្តីបងប្អូនទាំងអស់គ្នាតាំងពីអ្នកគេរៀនថ្នាក់វិទ្យាល័យហើយអត់ទាន់ចេះមើលទៅលើតម្លៃមុំពិសេសរបស់សនីជាមួយនឹងកូអត់ក្នុងវីដេអូនេះអ្នកគ្រូនឹងបង្ហាញពីវិធីចងចាំទៅលើតម្លៃមុំពិសេសនិងការមើលទៅលើតម្លៃមុំនៅក្នុងត្រីកោណមាត្រអញ្ចឹងដំបូងគឺអូនត្រូវចេះមើលទៅលើតម្លៃមុំនៅក្នុងត្រីកោណមាត្រជាមុនសិនអញ្ចឹងនៅក្នុងរូបរបស់ត្រីកោណមាត្រយើងគឺបែងចែកចេញជា4កាត់ត្រង់អញ្ចឹងសម្រាប់កាត់ត្រង់ទី1គឺមានតម្លៃគិតជាដឺក្រេ0ទៅ90ដឺក្រេឬក៏យើងគិតជារ៉ាចង់ពី0ទៅផាយលើ2សម្រាប់កាត់ត្រង់ទី2គឺពីផាយលើ2មកផាយបើយើងគិតជាដឺក្រេពី90ដឺក្រេមក180ដឺក្រេសម្រាប់កាត់ត្រង់ទី3ពីផាយមក3ផាយលើ2បើសិនជាយើងគិតជាដឺក្រេគឺតម្លៃពី180ដឺក្រេមក270ដឺក្រេសម្រាប់កាត់ត្រង់ទី4ពី3ផាយលើ2ឬក៏យើងគិតជាដឺក្រេពី270ដឺក្រេមក360ដឺក្រេឬក៏គិតជារ៉ាចង់2ផាយនឹងអញ្ចឹងបន្តមកទៀតគឺអូនត្រូវចំណាំទៅលើអរបស់សនីជាមួយនឹងអកូអញ្ចឹងនៅក្នុងត្រីកោណមាត្ររបស់យើងគឺសម្រាប់អសនីគឺតំណាងឲ្យអអូដឺណេឬក៏យើងគិតជាអឆអញ្ចឹងអឆគឺជាអរបស់សនីអដេគឺជាអរបស់កូឬក៏អផ្សេងហ្នឹងបន្តមកទៀតគឺអូនត្រូវចេះមើលទៅលើមុំអញ្ចឹងនៅក្នុងត្រីកោណមាត្រគឺមុំរបស់យើងគឺវិលផ្ទុយពីត្រនិចនីលិកាបានន័យថាយើងវិលពីស្ដាំមកឆ្វេងអញ្ចឹងបានន័យថាតម្លៃវិលពីស្ដាំទៅឆ្វេងហ្នឹងគឺជាតម្លៃមុំវិជ្ជមានអញ្ចឹងបើយើងគិតជាក្នុងមួយកាត់ត្រង់ទៅយើងបែងចែកចេញជា4ចំណិតដែលចំណិតធំ2ចំណិតធំពី0មកផាយលើ6និងផាយលើ3ដល់ផាយលើ2សម្រាប់ចំណិតតូច2នេះបានន័យថាចំណិតកណ្ដាលអញ្ចឹងបានន័យថាចំណិតកណ្ដាលហ្នឹងគឺបែងចែកជាពីតូចដែលបើយើងគិតជាដឺក្រេទៅគឺមានតម្លៃមុំ15ដឺក្រេអញ្ចឹងអូនចំណាំទៅពីមុំដំបូងគេបំផុតគឺពី0ទៅផាយលើ6អញ្ចឹងពី0ទៅផាយលើ6នេះបើសិនជាអូនគិតជាដឺក្រេទៅមានតម្លៃ30ដឺក្រេអញ្ចឹងមុំដំបូងរបស់យើងគឺមានតម្លៃ30ដឺក្រេបន្តមកទៀតសម្រាប់មុំតូចនេះគឺមានតម្លៃ15ដឺក្រេអញ្ចឹងអូនយក30បូកជាមួយនឹង15ដឺក្រេទៅគឺឃើញ45ដឺក្រេឬក៏នៅក្នុងរូបភាពនេះគឺគេគិតជារ៉ាចង់អញ្ចឹងរ៉ាចង់គឺផាយលើ4អញ្ចឹងយើងមានតម្លៃមុំគិតជាដឺក្រេ45ដឺក្រេបន្តមកទៀតគឺយើងថែមមុំចំនួន15ដឺក្រេទៀតអញ្ចឹង15ដឺក្រេយើងបូកជាមួយនឹង45ទៅយើងឃើញ60ដឺក្រេឬក៏យើងគិតជារ៉ាចង់គឺចំនួនផាយលើ3អញ្ចឹងផាយលើ3នេះយើងគិតជាដឺក្រេទៅឃើញ60ដឺក្រេ60ដឺក្រេបន្តមកទៀតយើងបូកជាមួយនឹង30នេះគឺចំណិតមុំធំមានតម្លៃ30អញ្ចឹងយើងបូកជាមួយនឹង60ទៅយើងឃើញ90ដឺក្រេឬក៏យើងគិតជារ៉ាចង់ទៅចំនួន10ដឺក្រេ90ដឺក្រេអញ្ចឹងសម្រាប់នៅក្នុងរូបភាពនេះអ្នកគ្រូសូមបង្ហាញត្រឹមតែកាត់ត្រង់ទី1ទេដោយសារតែនៅកាត់ត្រង់ទី2ទី3និងទី4គឺវិធីនៅក្នុងការមើលគឺដូចគ្នាអញ្ចឹងសម្រាប់តម្លៃយើងមើលទៅលើតម្លៃម្ដងអញ្ចឹងតម្លៃមុំរបស់យើងគឺគេគិតសម្រាប់មុំដំបូងគេនេះយើងគិតពីឆ្វេងមកស្ដាំមកអញ្ចឹង1លើ2អញ្ចឹង1លើ2ហើយគឺឬ2លើ2ឬ3លើ2ជាមួយនឹងឬ4លើ2ប៉ុន្តែតម្លៃឬ4ឬក្រេនេះ4គឺយើងដឹងហើយពេលដែលយើងបញ្ចេញពី radical ទៅគឺស្មើនឹង2អញ្ចឹងស្មើនឹង2យើងចែកជាមួយនឹង2ទៅគឺបានតម្លៃស្មើនឹង1អញ្ចឹងទៅគេដាក់តែ1ទេអញ្ចឹងតម្លៃមួយនេះបើសិនជាយើងគិតជាតម្លៃពេញរបស់តម្លៃរបស់កូសទៅគឺឬ4លើ2អញ្ចឹងឬ4លើ2ពេលដែលយើងកណនាទៅគឺស្មើនឹង1អញ្ចឹងសម្រាប់មុំនេះគឺដូចគ្នាដែរតម្លៃរបស់យើងគឺ1លើ2ឬ2លើ2ឬ3លើ2និង1អញ្ចឹងវិធីនៅក្នុងការមើលតម្លៃមុំពិសេសឧបមាថាគេឲ្យអូនរកតម្លៃសនីនៃផាយលើ3អញ្ចឹងអូនគ្រាន់តែដៅចំណុចដែលមានតម្លៃផាយលើ3ឬក៏យើងគិតជាដឺក្រេ60ដឺក្រេរួចយើងចំណោលកែងទៅលើអអូដឺណេបានន័យថាអរបស់សនីណាអញ្ចឹងពេលដែលអូនចំណោលកែងទៅអូននឹងប៉ះតម្លៃដែលមានតម្លៃឬ3លើ2អញ្ចឹងទៅតម្លៃសនីរបស់60គឺស្មើនឹងឬ3លើ2មួយទៀតបើសិនជាគេឲ្យអូនរកតម្លៃកូសម្ដងប៉ុន្តែកូសនៃផាយលើ4ឬក៏កូសនៃមុំ45អញ្ចឹងពេលដែលអូនចំណោលមកFC ឬក៏ដេកហ្នឹងដែលជារបស់កូសហ្នឹងអូនចំណោលមកអូននឹងឃើញតម្លៃរបស់មុំពិសេសនៃកូស45ហើយអញ្ចឹងពេលដែលយើងចំណោលយើងនឹងឃើញតម្លៃឬ2លើ2អ
អញ្ចឹងសម្រាប់មុំផ្សេងៗគឺដូចគ្នាប៉ុន្តែអូនត្រូវចាំថាសម្រាប់ការត្រង់នីមួយៗគឺមានសញ្ញាខុសគ្នាអញ្ចឹងបានន័យថាសម្រាប់ការត្រង់ទី1នេះគឺតម្លៃមុំរបស់សិនីជាមួយនឹងកូសគឺវិជ្ជមានទាំងពីរអញ្ចឹងបានន័យថារបស់សិនីតម្លៃពី0មក90ហ្នឹងទោះជាតម្លៃមុំប្រមាណក៏តម្លៃស្មើនឹងវិជ្ជមានដែរអញ្ចឹងតម្លៃរបស់កូសគឺដូចគ្នាពេលដែលយើងចំណោទទៅគឺយើងឃើញវិជ្ជមានសម្រាប់ការត្រង់ទី2គឺអូនពិនិត្យទៅលើការត្រង់ទី2ទៅពេលដែលយើងចំណោលមកអសនីគឺបានន័យថាវិជ្ជមានអញ្ចឹងបានន័យថាតម្លៃសនីគឺវិជ្ជមានតម្លៃកូសពេលដែលយើងចំណោលមកគឺអវិជ្ជមានអញ្ចឹងសម្រាប់ការត្រង់ទី3សម្រាប់ការត្រង់ទី3គឺសញ្ញារបស់សនីជាមួយនឹងកូសគឺអវិជ្ជមានទាំងពីរពេលដែលអូនចំណោលមកFC ជាមួយនឹង ordinate គឺប៉ះចំតម្លៃដែលអវិជ្ជមានទាំងពីរសម្រាប់ការត្រង់ទី4គឺតម្លៃរបស់កូសគឺវិជ្ជមានតម្លៃរបស់សនីគឺអវិជ្ជមានអញ្ចឹងកន្លែងនេះគឺអូនត្រូវចាំសញ្ញាដែរឬក៏ដើម្បីងាយស្រួលក្នុងការចំណាំគឺអូនគិតទៅលើ coordinate បានន័យថាអូនគិតទៅលើ FC ជាមួយនឹង ordinate អញ្ចឹងជាធម្មតាកន្លែងកដាលគេនេះគឺជាផ្ចិតរបស់រង្វង់ហ្នឹងគឺបានន័យថាគោលតម្រុយ O អញ្ចឹងគោលតម្រុយ O ពេលដែលយើងពិនិត្យទៅលើ AFC ឬក៏ ADEX ហ្នឹងពេលដែលអូនគូសពីតម្លៃ0មកស្ដាំទៅគឺវិជ្ជមានពេលដែលពី0ទៅឆ្វេងគឺអវិជ្ជមានអញ្ចឹងវិធីក្នុងការចំណាំគឺអូនចំណាំអញ្ចឹងដូចគ្នាដែរអញ្ចឹងសម្រាប់អក្សរពី0ទៅលើបានន័យថាអវិជ្ជមានចុះមកក្រោមសុំទោសពី0ទៅខាងលើគឺវិជ្ជមានពី0ចុះមកក្រោមគឺអវិជ្ជមានអញ្ចឹងបើសិនជាគេឲ្យអូនគិតតម្លៃរបស់មុំសនី7ផែលើ6អញ្ចឹងសនី7ផែលើ6អូនគ្រាន់តែចំណោលទៅលើអសនីទៅអូននឹងឃើញតម្លៃហើយអញ្ចឹង7ផែលើ6នៅចំណុចនេះពេលដែលអូនចំណោលមកអសនីអញ្ចឹងតម្លៃរបស់មុំពិសេសនៃសនី7ផែលើ6គឺស្មើនឹងដក1លើ2អញ្ចឹងសម្រាប់វិធីនៅក្នុងការមើលមុំពិសេសគឺមានតែប៉ុណ្្នឹងទេហើយនឹងដំបូងគឺអូនត្រូវចេះកំណត់មើលទៅលើមុំទី2គឺអូនត្រូវចំណោលកាយមកលើអសនីជាមួយនឹងអកុសអញ្ចឹងអូននឹងឃើញតម្លៃរបស់សនីនិងកុសនឹងសម្រាប់មុំពិសេសរបស់យើងអញ្ចឹងនៅក្នុងវីដេអូនេះអ្នកគ្រូមានតែប៉ុណ្្នឹងទេអរគុណ